បាទជំរាបសួរក៏ដូចជាសួស្តីនេះគឺជាប្លង់របស់ខ្ញុំធ្វើពូជស្រូវប្រាំងហើយពូជស្រូវសែនក្អូប01វិធីសាស្ត្រព្រោះស្រូវផលិតក្នុងទឹកជ្រៅនេះលទ្ធផលបងប្អូនឃើញហើយស្រូវនេះបានជាងកន្លះខែហើយនេះខ្ញុំឲ្យមើលប្លង់នេះធ្លាប់តែកាលពីសំណាត់ដើមឈើនេះវាធ្លាក់ផ្កាធ្លាក់ស្លឹកមកខ្យល់ផាត់បក់មកគឺវាធ្លាក់គោក្របដែលត្រាលើពេញផ្ទៃទឹកដែលជាក្តីបារម្ភមួយខ្លាចលោប្រឡូកស្រូវយើងវាដុះមករួចប៉ុន្តែវាអត់អីទេហ្នឹងហើយជាក់ស្ដែងគឺអត់អីទេស្រូវរបស់យើងមកទោះពេលនេះគឺវាដុះហើយអាហ្នឹងគឺវានៅតែនេះទៅហ្នឹងហើយដុះមកស្អាតណានិយាយរួមខ្ញុំជាម្ចាស់ស្រែគឺខ្ញុំស្រឡាញ់ប្លង់នឹងស្រឡាញ់តម្រងនៃការធ្វើស្រូវព្រោះផលិតទឹកជ្រៅនឹងព្រោះវាកាត់បន្ថយការបាញ់ថ្នាំស្មៅវាចំណេញវាធូរកម្លាំងបងប្អូនអាចពិនិត្យមើលបានថាយើងអត់មានប្រើកាយជាចង្អូរទឹកដើម្បីប្រហូរទឹកឲ្យចេញទេគឺវាមានសភាពស្មើល្អណាស់ហ្នឹងហើយមើលទៅហើយខាងនេះក៏ដូចគ្នាដែរតែថាប្លង់ដីរបស់យើងវាអត់ស្មើល្អអញ្ចឹងការពីមុនគឺធ្លាប់មានកាត់ភ្លឺមកខាងហ្នឹងតែតាមតម្រងត្រង់ទេដីជាក់ស្ដែងព្រោះពីមុនមកពេលដែលយើងចាប់ផ្ដើមធ្វើស្រូវប្រាំងដបងគឺចេះតែសម្រួលទៅតាមជាក់ស្ដែងសិនហើយមកទៅពេលនេះគឺល្ងាចម៉ោង5ជាងហើយ7:05កន្លះហើយបងប្អូនអាចចំណាំដើមត្នោតប្រហែលដើមនេះបានណាខ្ញុំតែងតែធ្វើវីដេអូបង្ហាញយូរមកហើយក៏មានការធ្វើពូជស្រូវចម្រុះដែរមានទាំងពូជក្រវ៉ាន់ពូជ OM5451 ពូជស្រងែស្រាលហើយឥឡូវនេះធ្លាក់មកដល់ពូជសែនក្អូប01ទៀតគឺខ្ញុំប្រើវិធីសាស្ត្រព្រោះស្រូវផលិតទឹកជ្រៅទាំងអស់ដូចគ្នាណាបងប្អូនអាចមើលដំណោះបានដងដើមខ្ញុំជឿថាអ្នកដែលស្រឡាញ់រឿងការធ្វើស្រូវពូជសែនក្អូបគឺដងដើមប៉ុណ្ណឹងគឺពេញចិត្តហើយយើងអត់ចង់បានក្រាស់ទេហើយបើយើងចង់បានក្រាស់សម្រាប់ខ្ញុំក៏មានវិធីសាស្ត្រដើម្បីជួយឲ្យក្រាស់ដែរណាជួយឲ្យបែកគុំបែកអីល្អហើយយើងអាចមើលទៅគឺមានសភាពថាស្អាតវិធីសាស្ត្រហ្នឹងគឺអត់ហត់ទេតែខ្ញុំបញ្ជាក់ដដែលចឹងហើយចំណុចគីនភ្លឺនេះគឺនិយាយស្មោះត្រង់មានន័យថាវាមានកូនខ្យងថ្មីដែលវាញាស់មកហើយយើងអត់បានមកត្រួតពិនិត្យឲ្យទាន់ពេលអាកូនខ្យងថ្មីហ្នឹងវាចាប់ដើមស៊ីកេបានការចន្លោះហ្នឹងណាប៉ុន្តែយើងឧស្សាហ៍ឆែកវាទៅអត់អីទេណាហើយទោះបីវាស៊ីក៏ស៊ីមិនបានច្រើនដែរអញ្ចឹងទៅវានៅចន្លោះគីនភ្លឺតិចតែមិនចោតជាបញ្ហាទេហើយឥឡូវយើងមើលជារួមបងប្អូនដែលចង់ធ្វើវិធីហ្នឹងគឺអាចសាកល្បងបានហើយចូលទៅមើលវីដេអូរបស់ខ្ញុំចាស់ទៅហើយព្យាយាមស្ដាប់ឲ្យយល់សាច់រឿងនោះទៅបានយើងដឹងរបៀបធ្វើហើយយើងអនុវត្តខ្លួនឯងទៅតាមទំហំដីតូចដីតិចដីច្រើនសិនណាចាំយើងហើយអនុវត្តដីធំហើយនេះប្លង់នេះគឺអតីតវាបាតក្លុកដែលគេកាយកអាចដីអញ្ចឹងទៅវាធ្វើឲ្យទីតាំងហ្នឹងគឺទាបជាងគេហើយវាផ្អៀងទៀតណាអត់ស្មើទេផ្អៀងទៀតដោយសារមានកម្រងលុបទៅថ្ងៃបន្ទាប់ដល់អញ្ចឹងទៅគឺខ្ញុំខ្ជិលកែសម្រួលវាច្រើនហើយអ្វីដែលចង់បង្ហាញនេះគឺអាចមើលតិចបានណានេះផ្នែកដែលជ្រៅជាងគេគឺស្រូវនៅតែមានចុងចេញមករយពីក្នុងទឹកហើយនេះយើងទៅបញ្ចូលទឹកដែរតែវាអត់រលួយទេរឿងសំខាន់គឺវាអត់រលួយដើមស្រូវទេហើយវាអាចដុះចេញមកពីក្នុងទឹកបាននេះកន្លែងចំណុចនេះជ្រៅជាងគេហ្នឹងហើយពកការព្រោះស្រូវផលិតទឹកជ្រៅនេះគឺទី1ស្រូវដុះមកបានគ្រប់ផ្នែកទាំងអស់នៃដីហ្នឹងហើយ
ហើយទី2គឺវាជួយឲ្យស្រូវនោះដុះពីអាតំបន់ដែលធ្លាប់តពេកអីហ្នឹងហ្នឹងហើយវាធ្វើឲ្យទឹកជ្រៅទឹកអីហ្នឹងគឺដុះមកបានគ្រប់កន្លែងទាំងអស់មិនបាត់បង់ចំនួនដើមស្រូវទេហើយទី3គឺជួយឃុំស្មៅអត់ឲ្យស្មៅហ្នឹងក៏ដុះមកច្រើនទេទី4ជួយទប់ស្កាត់ពួកកដោអីដែលវាមកបកគ្រាប់ស្រូវអីគឺយើងជួយអានឹងបានហើយទី5នោះគឺជួយទៅលើការបូមទឹកសម្រេងបញ្ចេញធម្មតានេះបើសិនជាស្រូវយើងប្រុសគោកដែលយើងកន្លែងខ្លះវាអត់ស្មើយើងប្រកាសជាធ្វើកាយចង្អូបូមទឹកបញ្ចេញអាហ្នឹងអស់ប្រេងអស់អីចឹងទៅទី4យើងត្រូវថែមពូជទី5យើងត្រូវថែមពូជថែមអីអាហ្នឹងក៏ជួយកាត់បន្ថយដែរហើយទី6គឺអត់ពិបាកជួលមនុស្សមកស្ទូងមកឆ្លោកពពេញចំណុចដែលស្រូវអត់ដុះអញ្ចឹងចំណេញអញ្ចឹងវិធីសាស្ត្រនេះនៅតែចំណេញអរគុណសម្រាប់ការតាមដានវីដេអូ